បុកលហុងបែបខ្មែរសម្រាប់បងប្អូនគ្រាន់តែឮឈ្មោះថាបុកលហុងបែបខ្មែរសម្រាប់ក្មេងឥឡូវគឺគាត់អត់សូវធ្លាប់ញ៉ាំទេខ្ញុំជឿថាបងប្អូនឬក៏ពូមីងជំនាន់មុនគឺគាត់ភាគច្រើនគាត់ធ្លាប់បានញ៉ាំជាប្រភេទបុកលហុង7ខ្ចីត្រីឆ្អើរជាមួយក្តាមប្រៃអីហ្នឹងណាចំពោះបុកលហុង7ខ្ចីត្រីឆ្អើរក្តាមប្រៃអីនេះដោយបងប្អូនអរគ្នាបានឃើញក្នុងមួយប្រអប់តម្លៃមានចាប់ពី15000 25000 អញ្ចឹងអស់ថ្លៃត្រឹម25000បងប្អូនអរគ្នាដែលចង់ញ៉ាំគឺអាចកំងបានហើយមែនតើដូចបងប្អូនអរគ្នាបានឃើញចំពោះត្រីឆ្អើរឬក៏គ្រឿងលក់ដែលខាងខ្ញុំយកមកធ្វើលក់នេះគឺសម្រាប់សម្រាប់មែនតើចម្រាញ់តែម្ដងយកតែរបស់ដែលមានគុណភាពយកមកលក់អីកុំឲ្យថាបងប្អូនអរគ្នាប្រកាសជាថាខ្ញុំអួតហើយដែលធម្មតាអ្នកលក់ណាដូចអ្នកលក់ណាដែរមិនដែលថារបស់ខ្លួនឯងអត់ល្អទេជាក់ស្ដែងមែនតើទៅគឺខាងខ្ញុំលក់តែរបស់ល្អពិតមែនតែតោះមួយកាយចំណេញគឺចំណេញតិចតួចចំពោះបុកល្ហុងគឺមានពីរជំរើសងាយស្រួលឲ្យបងប្អូនអរគ្នាជ្រើសរើសមានទាំងបុកល្ហុងបែបខ្មែរក៏ដូចជាបុកល្ហុងគ្រឿងសមុទ្រគ្រប់មុខទាំងអស់ហ្នឹងអញ្ចឹងដូចបងប្អូនអរគ្នាបានឃើញហើយចំពោះកន្លែងខ្ញុំគឺមានច្រើនជំរើសមែនតើសម្រាប់បងប្អូនអរគ្នាដែលគាត់ចង់ញ៉ាំគឺអាចធ្វើការដាក់កំងបានទាំងអស់គ្នាបញ្ជាក់ជូនបងប្អូនអរគ្នាចំពោះទីតាំងខាងហាងខ្ញុំទៅគឺមានតែមួយទេទីតាំងគឺនៅជិតនឹងម្ដុំវត្តពពូនៅជិតនឹង condo អល់នឹងផ្ទាល់តែម្ដងបងប្អូនដែលគាត់ចង់កំងគឺអាចឆាតនៅក្នុង page Midfinity ផ្ទាល់ឬក៏អាចទំនាក់ទំនងតាមរយៈ link Telegram ខាងលើបន្ថែមងាយស្រួលខាងខ្ញុំរៀបចំក៏ដូចជាឆ្លើយតបទៅកាន់បងប្អូនអរគ្នាលឿនតែម្ដងកំងភ្លាមគឺបានភ្លាមព្រោះដោយសារអ្នកដឹករបស់យើងគឺមាន4ទៅ5នាក់ប្រចាំការនៅហាងណាអញ្ចឹងរាល់ការកំងអត់មានការយឺតយ៉ាវខ្លាំងទេឥឡូវហ្នឹងបងប្អូនអរគ្នាជាចុងក្រោយគឺអរគុណខ្លាំងមែនទែនសម្រាប់បងប្អូនដែលតែងតែជួយគាំទ្រតាំងពីដើមរហូតមកដល់ឥឡូវអរសួស្តីបងប្អូនអរគ្នាសម្រាប់ថ្ងៃនេះចង់មកអាប់ដេតតាក់ទងជាមួយនឹងប្រភេទជក់ជើងមាន់អត់ឆ្អឹងដែលមានបងប្អូនជាភ្ញៀវដែលគាត់ឆាតសួរច្រើនមែនតើថាតើបរិមាណក្នុងមួយប្រអប់ហ្នឹងមានប្រមាណជើងចំនួននេះគឺខ្ញុំទទួលបានច្រើនក្នុងមួយប្រអប់គឺមាន8 9ជើងទៅតាមទំហំជើងមាន់តូចធំបញ្ជាក់ទៅកាន់បងប្អូនអរគ្នាវិញថាជើងមាន់នេះគឺជាប្រភេទជើងមាន់ក្នុងស្រុកជើងមាន់ខ្មែរ 100% ដែលយើងយកមកដកឆ្អឹងធ្វើជ្រក់ខ្លួនឯងតបតែម្ដងសម្រាប់បងប្អូនជាភ្ញៀវចាស់គឺគាត់ធ្លាប់បានញ៉ាំគឺបានដឹងហើយអំពីរសជាតិគុណភាពបរិមាណអីផ្សេងបងប្អូនដែលគាត់អត់ទាន់បានញ៉ាំគឺអាចធ្វើការកំងញ៉ាំបានដូចគ្នាចំពោះបងប្អូនតែងតែសួរពេលខ្លះខ្ញុំចោលភ្ញៀវមួយថ្ងៃ 4-5 នាក់ក៏មានដែរថាដោយសារតែអស់ចង់បញ្ជាក់ទៅកាន់បងប្អូនអរគ្នាថាជ្រក់ជើងមាន់នេះគឺមួយថ្ងៃខ្ញុំធ្វើបានតែ10គីឡូ20គីឡូអីទេដោយសារតែជាប្រភេទជើងមាន់ខ្មែរអញ្ចឹងទៅគឺយើងរកអត់បានច្រើនទេព្រោះជើងមាន់ជាប្រភេទជើងមាន់កកនាំចូលហ្នឹងអត់ខ្វះទេបងប្អូនអរគ្នាចង់មួយថ្ងៃលក់ប្រហែល100គីឡូក៏បានដែរប៉ុន្តែដោយសារតែជើងមាន់នេះក៏ខ្ញុំញ៉ាំខ្លួនឯងដែរបងប្អូនគ្រួសារខ្ញុំគឺញ៉ាំដូចគ្នាដែរមួយវិញទៀតក៏ខ្ញុំគិតគូរដល់សុខភាពភ្ញៀវដូចគ្នាដែរដែលគាត់ញ៉ាំណាអញ្ចឹងគឺខ្ញុំអត់ចង់បានតែលុយមកឲ្យធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់សុខភាពគិតទៅភាសាខ្លួនឯង2024ដាច់ដាបចង់ងាប់ទៅលុយស៊ីអីគ្មានផងបានឆ្លងឆ្នាំដល់2025គេដែរណាជីវិតអញក៏អញញ៉ៃហ្នឹងបែគេថាគូលន់លន់គឺមេសូលន់លន់គឺមេគេថាគូលន់លន់គឺមេចំងលួចចាប់គេប្រំនឹងនេះចាប់តែមកពីតដងហើរំគឺណាតាតែណាចាប់តែមកពីតដងហើរំពុទ្ធោសង្វេគចិត្តណាស់លោកអើយយុវតីម្នាក់ដេកឈឺនៅផ្ទះរាប់ខែដោយមិនដឹងមូលហេតុពេលនេះម្ដាយនាងបានយកទៅពេទ្យប្រាប់ថានាងកើតជំងឺខ្វះផ្លែឈើ36មុខម្នាក់ដើរចេញម្នាក់នៅយំកុនឡើងចឹងបេះដូងឈឺរហូតព្រោះមិនមែនជាថ្មស្នេហ៍ស្មោះសរប្រែល្អក៏ឆាប់រហ័សអូនសំបែកពីបងទាំងគ្មានហេតុផលច្បាស់មិនទុកទាំងអោកាន់ធ្វើចិត្តផងក្រៅពីអូនមានអ្នកណាស្រឡាញ់បងកញ្ញាចាគេនិយាយគ្រប់គ្នាថាកញ្ញាអាបរឿងនឹងពិតរឿងណាពិតទេអាណាអាបញ៉ាញ់ចូលក្នុងវត្តកើតចឹងណាគេថាមានមកចេះតែថាអញអាបហើយអញមនុស្សសោះអង្គុយចាំសង្សារមួយយ៉នេះយូរអញ្ចឹងកញ្ញាមិនអាបទេខ្ញុំមិនអាបទេណាគេថាមិនក្រំសយហានេះសយរនchẳng tiếng xoay sờ tốt cùng mẹ thấy
បងអើយគឺរូបអូននេះហើយព្រំលិខិតបានចាឲ្យ